ថាជនជាតិដើមភាគតិចគឺជាអ្នកបំផ្លាញធនធានធម្មជាតិពិតអត់ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាខ្ញុំឈ្មោះសុកនីចាជាជនជាតិដើមភាគតិចពណ៌មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ចាហើយយើងសង្កេតមើលឃើញថាកាលពីដូនតាជនជាតិដើមភាគតិចយើងគឺមានការរស់នៅអាចថាมันមានភាពស៊ីវិល័យចាអត់មានសម្ភារៈនិយមអត់មានការអភិវឌ្ឍជឿនលឿនអីខ្លាំងក្លាប៉ុន្តែជារួមគឺពួកយើងរស់នៅដោយមានសុខដុមរមនាចាដែលយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ដីធ្លីធនធានធម្មជាតិរបស់ពួកយើងចាហើយកន្លងមកមានមតិមហាជនជាច្រើនដែលតែងតែនិយាយថាជនជាតិដើមភាគតិចគឺជាអ្នកបំផ្លាញធនធានធម្មជាតិពិតអត់ចាបើសម្រាប់ខ្ញុំគិតថាមិនមែនទេជនជាតិដើមភាគតិចគឺជាអ្នកដែលការពារធនធានធម្មជាតិយ៉ាងពិតប្រាកដហេតុអីយើងការពារដោយសារតែយើងមានសិទ្ធិពីកំណើតចាប្រពៃណីដូនតាទាំងជំនឿចាទាំងព្រៃកប់សពព្រៃអរិយចាព្រៃបំរុងទុកជាដើមគឺយើងផ្សារភ្ជាប់ជាមួយនឹងធនធានធម្មជាតិតែម្ដងបើយើងបំផ្លាញព្រៃធនធានធម្មជាតិដោយបំផ្លាញឆ្នាំងបាយខ្លួនឯងអញ្ចឹងហើយបើសិនបើយើងជាអ្នកបំផ្លាញពិតប្រាកដប្រហែលជាសម័យនេះយើងនឹងគ្មានព្រៃឈើដីធ្លីធនធានធម្មជាតិឲ្យបងប្អូនមហាជនឬក៏ប្រជាជនទូទាំងប្រទេសកម្ពុជាបានទៅលេងទស្សនាឬក៏ចូលរួមការពារដោយបច្ចុប្បន្នដែរចា៎